លោកសាំសុនបានដុតបំផ្លាញភោគផលចំការទំពាំងបាយជូរនិងចំការអូលីវនៅក្រុងធីមណាបានល្បីសុសសាយយ៉ាងលឿនដោយភ្លើងឆេះព្រៃទៅដល់ទីក្រុងនានារបស់ប្រទេសភីលីស្ទីនពួកភីលីស្ទីនបានចាប់ផ្ដើមប្រើល្បិចកលផ្សេងៗដើម្បីចាប់ខ្លួនលោកសាំសុនដ៏ល្បីល្បាញម្នាក់នេះនៅពេលលើដំណឹងថាលោកមកដល់អ្នកក្រុងកាសាបានរៀបចំផែនការចាំឃ្លាំមើលលោកពេញមួយយប់ដើម្បីសម្លាប់លោកនៅពេលព្រឹកព្រលឹមប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រលោកសាំសុនបានកាត់ផ្ដាច់ទ្វារក្រុងកាសារួចលាយលើស្មាក្រវាត់ចោលទៅលើភ្នំដែលនៅពីមុខភ្នំហេប្រនសម្រាប់មនុស្សនៅសម័យនោះការបាត់បង់ទ្វារក្រុងគឺជាទង្វើដ៏គួរឲ្យអាម៉ាស់និងថោកទាបបំផុតវាហាក់ដូចជាសូម្បីតែអាវុធទំនើបនិងផែនការរបស់ពួកភីលីស្ទីនក៏មិនអាចធ្វើអ្វីលោកសាំសុនបានដែរដែលធ្វើឲ្យពួកគេកាន់តែភ័យខ្លាចលោកខ្លាំងឡើងក្រោយមកលោកសាំសុនបានទៅដល់ច្រកភ្នំសូរ៉េកហើយបានជួបនឹងស្ត្រីម្នាក់ឈ្មោះដេលីឡាដោយសារតែក្តីភ័យខ្លាចពួកអ្នកដឹកនាំសាសភីលីស្ទីនមិនហ៊ានគិតរឿងចាប់លោកសាំសុនដោយផ្ទាល់ឡើយប៉ុន្តែពួកគេបានសូកលុយយ៉ាងច្រើនដល់នាងដេលីឡាដើម្បីឲ្យនាងរកអាថ៌កំបាំងនៃកម្លាំងរបស់លោកសាំសុនជាការពិតលោកសាំសុនមានអាថ៌កំបាំងមែនការដែលទេវតារបស់ព្រះបានលេចមកជួបម្ដាយរបស់លោកសាំសុនលោកបានប្រាប់អំពីច្បាប់ដែលលោកសាំសុនត្រូវកាន់តាមក្នុងជីវិតហើយមើលទៅលោកសាំសុនបានកាន់តាមច្បាប់មិនឲ្យកោរសក់យ៉ាងខ្ជាប់ខ្ជួននៅពេលលោកជួបនាងដេលីឡាសក់របស់លោកត្រូវបានក្រងជា7កម្រងយ៉ាងស្អាតនាងដេលីឡាចាប់ផ្ដើមលួងលោមលោកសាំសុនថាសូមប្រាប់ខ្ញុំដែលអ្នកមានកម្លាំងជាខ្លាំងម្លេះពីណាមកតើនឹងយកអ្វីចូលបង្ក្រាបអ្នកបានលើកដំបូងលោកសាំសុនប្រាប់ថាបើគេយកវល្លិស្រស់7ដើមដែលមិនបានហាលឲ្យស្ងួតមកចងអញនោះអញនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតវិញប៉ុន្តែនៅពេលនាងដេលីឡាស្រែកថាពួកភីលីស្ទីនមកសម្លាប់ហើយលោកសាំសុនដែលកំពុងដេកលក់ក៏បានផ្ដាច់វល្លិនោះយ៉ាងងាយនាងដេលីឡាក៏បានលួងលោមលោកម្ដងទៀតថាមើលបងបានបញ្ឆោតខ្ញុំដោយពោលសុទ្ធតែពាក្យផុសភូតវិញម្ដងនេះសូមប្រាប់ដល់ខ្ញុំតើនឹងយកអ្វីមកចងបងឲ្យជាប់បានលោកសាំសុនប្រាប់ជាលើកទី2ថាបើគ្រាន់តែចងអញដោយពួរថ្មីដែលមិនទាន់ប្រើការសោះនោះអញនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតវិញប៉ុន្តែវានៅតែមិនអាចធ្វើអ្វីលោកបានដដែលនាងដេលីឡានៅតែបន្តរំខានលោកមិនឈប់លោកសាំសុនក៏ប្រាប់ជាលើកទី3ថាឲ្យឯងគ្រាន់តែក្រងសក់ក្បាលអញទាំង7កម្រងជាប់ជាមួយនឹងអំបោះអន្ទងទៅខ្ញុំមានអារម្មណ៍បារម្ភព្រោះលោកហាក់ដូចជានិយាយចិត្តដល់អាថ៌កំបាំងនៃសក់ហើយប៉ុន្តែសំណាងល្អលោកសាំសុននៅតែអាចគ្រើបម្រាស់បានយ៉ាងងាយទោះជាយ៉ាងណាក៏ដោយសារការទាមទារមិនឈប់មិនឈររបស់នាងដេលីឡាលោកសាំសុនមានការឈឺចាប់ក្នុងចិត្តជិតស្លាប់ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់អាថ៌កំបាំងពិតប្រាកដថាមិនដែលមានកំបិតកោសក់ក្បាលអញឡើយត្បិតអញជាពួកណាសារីតដល់ព្រះតាំងតែពីផ្ទៃម្ដាយមកបើកោសក់អញហើយនោះកម្លាំងនឹងថយចេញពីអញទៅហើយអញនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតឥឡូវនេះតើមានអ្វីកើតឡើងចំពោះលោកសាំសុននាងដេលីឡាបានឆ្លៀតឱកាសពេលលោកកំពុងដេកលក់ហៅមនុស្សមកកោសក់របស់លោកចេញលោកសាំសុនក៏បាត់បង់កម្លាំងហើយត្រូវបានពួកភីលីស្ទីនចាប់ខ្លួនរួចរងទារុណកម្មដោយការខ្វែងភ្នែកទាំងសងខាងចេញដូច្នេះហើយលោកសាំសុនក៏ក្លាយជាគ្រឿងសោយចំអកសម្រាប់ពួកភីលីស្ទីនដោយសារតែមិនអាចទប់ទល់នឹងការលបួងជាប់ជានិច្ចលោកបានយកអាថ៌កំបាំងរបស់ព្រះមកប្រើសម្រាប់តែសេចក្តីសុខផ្ទាល់ខ្លួនយោងតាមព្រះគម្ពីរលោកមិនបានដឹងខ្លួនថាព្រះជាម្ចាស់បានបោះបង់លោកចោលហើយគួរឲ្យស្ដាយណាស់ដែលជីវិតរបស់លោកសាំសុនបានបញ្ចប់ដោយបរាជ័យបែបនេះ